ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង page របស់ខ្ញុំក៏ដូចជា channel YouTube របស់ខ្ញុំ Pau Traveler ហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅធ្វើ challenge ជាមួយខ្ញុំម្ដងទៀតហើយដោយ challenge ម្ដងនេះគឺពួកយើងនឹងធ្វើការជិះម៉ូតូចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តកោះកុងផ្លូវលេខ48ផ្លូវជាតិលេខ10ថ្មីឆ្លងកាត់ស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជារបស់យើងគយគន់ទេសភាពឃុំអូសោមក៏ដូចជាភ្នំ1005នៃស្រុកវាលវែងនៅក្នុងខេត្តពោធិ៍សាត់ហើយយើងនឹងត្រឡប់មកភ្នំពេញវិញក្នុងរយៈពេល1ថ្ងៃអញ្ចឹងចង់ដឹងថាតើដំណើរកម្សាន្តរបស់ខ្ញុំមួយនេះប្រព្រឹត្តទៅដោយរបៀបណាហើយចង់ដឹងថាតើពួកខ្ញុំអាចធ្វើវាបានជោគជ័យឬក៏អត់តោះកុំឲ្យខាតពេលវេលាយូរទៅតាមដានទស្សនាវីដេអូសង្ខេបរបស់ខ្ញុំទាំងអស់គ្នាអេអរុនសួស្តីអ្នកទាំងអស់គ្នាអរុនសួស្តីស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូថ្ងៃនេះគឺខ្ញុំចេញជិះដើម្បីថតយក footage ដើម្បីយកមកប្រគ្រប់វិញទេក៏ព្រោះតែបើអ្នកទាំងអស់គ្នាដឹងហើយបានមើលវីដេអូមុនគឺខ្ញុំបានប្រាប់ឲ្យថាខ្ញុំគឺច្រឡំដៃclick reset ខុសត្រាយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យបាត់ប្លង់របស់ខ្ញុំជាច្រើនទាំងប្លង់ GoPro ទាំងប្លង់360ទាំងកាមេរ៉ាខ្ញុំអាធំហ្នឹងខ្ញុំត្រូវថតវីដេអូឲ្យគេគឺខាងប្រេងម៉ាស៊ីន manual ដោយសារតែគាត់ជាអ្នកឧបត្ថម្ភផ្ដាច់មុខរបស់ខ្ញុំនៅក្នុងtrip វិលល្ងាចថ្ងៃមុនហ្នឹងអញ្ចឹងឥឡូវនេះគឺខ្ញុំជិះដើម្បីសងពួកគាត់វិញគឺខ្ញុំទៅជិះវិលល្ងាចតែម្ដងនេះគឺជិះម្នាក់ឯងទេកាលលើកមុនខ្ញុំជិះមានគ្នាខ្ញុំវិលល្ងាចនោះគឺខ្ញុំជិះទៅកោះកុងអូសោមភ្នំ1005វិលល្ងាចរយៈចម្ងាយសរុបនោះគឺវាជាង800គីឡូហើយផ្លូវភ្នំផ្លូវកោងកោងកែងកែងឥឡូវនេះម៉ោង5ម៉ោង4:53នាទីខ្ញុំចាប់ផ្ដើមចេញពីភ្នំពេញទៅព្រោះដោយសារតែជិះតែឯងដល់ពេលអញ្ចឹងចេញរៀងយឺត plan ខ្ញុំជាក់ស្ដែងហ្មងនោះគឺណាត់គ្នាចេញតាំងម៉ោង3ម៉ោង4នោះញ៉ាឥឡូវយើងចេញដំណើរទៅចាប់ផ្ដើមពីគីឡូ0ពីកាល់តិចស្ពានអាកាសផ្សារដែរហើយតោះយើង let's go ចាំតែជួបគ្នានៅខ្លងតាមផ្លូវផ្សេងទៀតដែលចេញផុតពីក្រុងភ្នំពេញហើយនឹងពេលមេឃភ្លឺហ្មងថ្ងៃនេះមេឃស្រឡះនិយាយទៅស្រឡះល្វឹងហ្មងមើលទៅមេឃឡើងខៀវហ្មងអត់មានពពកសោះខ្ញុំមើលទៅខាងស្ដាំដៃខ្ញុំនេះចុះអាប់ឡើងពេញហ្នឹងឥឡូវនេះម៉ោង5:45នាទីណាមើលទៅអាប់ឡើងសពុះហ្មងពេញផ្ទៃហ្មងមើលទៅឃើញឡើងស្អាប់ពេញផ្ទៃទាំងសងខាងទាំងឆ្វេងទាំងស្ដាំណាយើងនៅក្នុងដឹងដែរទៅយើងមើលទៅចង្អាយបានឃើញអាប់អញ្ចឹងណាអូខេទាំងអស់គ្នាអញ្ចឹងមុននឹងបន្តចូលទៅកាន់វីដេអូរបស់យើងទៀតខ្ញុំសូមឆ្លៀតពេលអ្នកទាំងអស់គ្នាបន្តិចគឺអរគុណទៅដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះគឺម្ចាស់ឧបត្ថម្ភចិត្តល្អរបស់យើងនោះគឺប្រេងម៉ាស៊ីន Manual ក៏ដូចជាហាងលាងម៉ូតូ The Clean ផងដែរដែលគាត់បានឧបត្ថម្ភក្នុងការលាងសម្អាតម៉ូតូឲ្យគ្នាខ្ញុំក៏ដូចជាខ្ញុំផ្ទាល់ហើយជាមួយនឹងការដែលគាត់ឧបត្ថម្ភប្រេងម៉ាស៊ីនឲ្យគ្នាខ្ញុំទាំងអស់គ្នានេះផងដែរគឺខ្ញុំសូមអរគុណគាត់ខ្លាំងមែនទែនហើយប្រេងម៉ាស៊ីន Manual គឺជាប្រេងម៉ាស៊ីនមកពីប្រទេសអាល្លឺម៉ង់ដែលមានគុណភាពក៏ដូចជាស្តង់ដារអឺរ៉ុបអ្នកទាំងអស់គ្នាអាចសាកប្រើបានកុំឲ្យថាជឿតែខ្ញុំនិយាយហើយខ្ញុំចេះតែនិយាយឲ្យល្អអត់ទេគឺជាក់ស្ដែងម៉ូតូខ្ញុំគឺបានប្រើប្រេងម៉ាស៊ីននឹងផ្ទាល់ឃើញថាពេលដែលរត់ទៅគុណភាពប្រេងគឺវាល្អជាងប្រេងប្រភេទផ្សេងមួយកម្រិតដែរហើយតម្លៃក៏វាសមរម្យទូទៅដែលយើងអាចប្រើប្រាស់បានប្រេងម៉ាស៊ីនដូចជាតសៃឈាមនៃម៉ាស៊ីនម៉ូតូរបស់យើងចឹងអញ្ចឹងបើសិនជាយើងប្រើប្រេងអត់ត្រូវទេម៉ូតូយើងអាចនឹងមានបញ្ហាឆាប់សឹករីករិលប្រើប្រាស់អត់បានយូរអញ្ចឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យទៅប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាពក៏ដូចជាមានស្តង់ដារត្រឹមត្រូវអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅសាកប្រើប្រេង Manual នេះបានតោះចូលទៅកាន់វីដេអូរបស់យើងវិញមើលទៅក្រោយវិញនៅលើផ្លូវស្អាប់អាកាសធាតុខុសពីពេលដែលខ្ញុំជិះអាកាលថ្ងៃ28ហ្នឹងណាពេលដែលខ្ញុំជិះហ្នឹងពពកវារៀងខ្មួលខ្មាញ់ចូលគ្នាដល់ពេលម្ដងនេះអត់ទៅពពកខ្មួលខ្មាញ់ទេទៅជាមេឃស្រឡះវិញដល់ពេលជិះតែឯងទៅប្រហែល75គីឡូអស់សាំង3កាំបាត់ហើយបាត់ចិត្តសម្រាប់ trip ថ្ងៃនេះគឺខ្ញុំមានតែ50រៀលទេទាំងចាក់សាំងទាំងញ៉ាំបាយខ្ញុំគិតថាប្រហែលជាគ្រាន់ព្រោះអស់ច្រើនជាងគេគឺរឿងសាំងហ្នឹងឯងរឿងញ៉ាំខ្ញុំមិនសូវជាប្រមាណទេខ្ញុំភាគច្រើនតែបាយហើយគឺឆ្អែតហើយយ៉ាអញ្ចឹងចាំមើលថាខ្ញុំចាយគ្រាន់អត់50រៀលហ្នឹងវិលល្ងាចហ្នឹងអូមកដល់ជើងភ្នំពេញនៅទេសភាពស្អាតកប់សេរីពពកខ្មួលខ្មាញ់នៅគៀនភ្នំប្របាសមួយភ្នំឥឡូវចូលកៅតិចចាក់សាំងមួយសិនហើយជិះមកផឹកអស់សាំង3ឡា21សេនមកពេញ3លីត្រ37អានេះមកពេញវាដូចជាតែ4លីត្រទេវានៅធុងសាំងចំណុះវាទូចអូនោះថ្ងៃរះចេញមកនោះអូយស្អាតកាប់សេរីអ្នកទាំងអស់គ្នាអើយមើលប្លង់360អូម៉ាឡើងមូលខ្លាញ់ហើយឡើងពណ៌ទឹកក្រូចអូយស្អាតមែនមាញ់ញាក់សាច់ហ្មង
Holy shit តែសំខាន់ថ្ងៃរះនៅក្រោយស្អាតកាប់សេរីអែម៉ាស្អាតអូខេទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់ពេជ្រនិលហើយកំពុងតែនៅក្នុងអាប់នេះអាប់ជុំវិញខ្លួនហ្មងមើលទៅខាងនោះអាប់ល្ងិតឈឹងហ្មងមើលអីអត់ចង់ឃើញនេះនេះផ្លូវលឿនជីបានប្រហែលជា1 ម៉ោងហើយ1 ម៉ោងហើយម៉ោង6នាទីអញ្ចឹងឈប់សម្រាប់ប្រហែលជា10 នាទីតិចទៀតទៅកន្លែងលោកយាយអុចធូបសុំសុខសប្បាយតិចកន្លែងនេះដូចគ្នាគឺខ្ញុំឈប់សម្រាប់ពេលដែលខ្ញុំជិះជុំគ្នាហ្នឹងហើយហើយអញ្ចឹងខ្ញុំព្យាយាមឈប់កន្លែងណាដែលពួកខ្ញុំឈប់ជុំគ្នាអញ្ចឹងណាសុំសម្រាប់តិចសិនមកព្រឹកនេះថតនិយាយមួយគ្នាយើងរហូតច្រើនដែរចាំជួបគ្នានៅទេសភាពតាមផ្លូវវិញជាមួយនឹងប្លង់360ក៏ដូចជាប្លង់ GoPro របស់ខ្ញុំផងដែរអូយទេសភាពពេលព្រឹកនៅពេជ្រនិលស្អាតណាស់អែហ្មងខ្ញុំនិយាយមែនណាកប់ខ្លាំងណាស់នៅលើភ្នំនេះបើគេអាចមានកន្លែងទៅបោះតង់បានប្រហែលល្អមើលទៅបោះតង់មកមើលទេសភាពពីលើមកកាប់ហ្មងជាក់ស្រួលអ្នកនរគ្នាជាក់ស្រួលហ្មងឥឡូវជីទៅបាយប្រាប់ម៉ោង6:23 នាទីឯងឃ្លានបាយឯងតិចទៀតទៅដល់ផ្លូវ8:47ចាំឈប់ហូបបាយលបល់យកផ្លូវខូចម៉ែកលោកប៉ុណ្ណាណីមិញហេងឯងទាញកង់មុខផុតមិញទាញកង់មុខអត់ផុតមិញដល់ធ្ងន់បាត់អាចនឹងគ្រោះថ្នាក់មិញហ្នឹងមីអូនវិនណារបស់ខ្ញុំដល់ខែ9នេះគ្រប់2 ឆ្នាំបងប្អូនរបស់ខ្ញុំនេះដែលមកនៅជាមួយខ្ញុំខែ9ថ្ងៃទី10 11 2 ឆ្នាំហើយនៅមួយគ្នាអត់មានដែរធ្វើទុកអីទេអែមនៅតែអែមនៅតែស្ទុះកាប់ហ្មងម៉ែអូន winner របស់ខ្ញុំនេះខ្ញុំហៅតែម៉ែអូន winner អត់ដែលដាក់ឈ្មោះឲ្យវាអត់ដឹងដាក់ឈ្មោះអីតែដឹងតែត្រឹមណានៅជាមួយគ្នាសុខសប្បាយថែទាំថ្នមណាប្រេងម៉ាស៊ីនចាក់សើល្អអត់ដែលចាក់ប្រេងទៅពីអារៀងអន់ណាប្រេងមួយកដងសិនដល់វាជាងហើយចាក់ម្ដងទាំងធ្វើការទាំងចេញ trip ហ្នឹង2 ដងត្រូវដូរម្ដង2 ដងត្រូវដូរម្ដងហ្មងយ៉ារបស់យើងស្រឡាញ់ហើយណាមួយយើងមានបទពិសោធន៍ពីម៉ូតូមុនមកគឺចាក់ប្រេងខុសធ្វើឲ្យម៉ូតូខូចអញ្ចឹងអូនេះកន្លែងនេះដែលខ្ញុំឈប់ថតថ្ងៃរះលើកមុនដែរអ្នកទាំងអស់គ្នាថ្ងៃហ្នឹងអាប់ធ្លាក់ខ្លាំងមែនតើពពកធ្លាក់មែនតើហ្មងធ្លាក់យកមកទៅហឹងហ្មងអញ្ចឹងថ្ងៃណាបើអ្នកគេនៅស្ទឹងពពកគឺដល់កៅសេរីហ្មងតែថ្ងៃហ្នឹងថ្ងៃច័ន្ទប្រហែលអត់មានអ្នកគេងនៅស្ទឹងពពកទេមើលទៅតែបើអ្នកគេងថ្ងៃនេះគឺសំណាងហ្មងឬក៏នៅភូមិទឹកស្រែហ្នឹងគឺដល់ the best ហ្មងអូម៉ែ Holy shit Holy ម៉ែតែកុំសប្បាយអាហ្នឹងអាចគ្រោះថ្នាក់ណាងាយគ្រោះថ្នាក់ណាអូយម៉ែអូចុះអាប់ខ្លាំងមែនណាធ្លាក់អាប់ខ្លាំងមែនអូកប់ខ្លាំងអូខ្ញុំនិយាយមែនណាអ្នកនរគ្នាលើកទី1ឯងដែលខ្ញុំជិះមកដល់ម្ដុំផ្លូវ847ហើយឃើញទេសភាពបែបហ្នឹងឃើញបរិយាកាសបែបហ្នឹងច្រឡំទេសភាពបរិយាកាសបែបហ្នឹងអាកាសធាតុបែបហ្នឹងអូយអែមខ្លាំងម៉ែខ្ញុំឡើងស្អាប់ពេញមួកអស់នេះអូខេទាំងអស់គ្នាឥឡូវខ្ញុំមកដល់ផ្លូវ847ផ្លូវជាតិលេខ4ផ្លូវ8ផ្លូវជាតិលេខ4ផ្លូវជាតិ48កំពុងហោះដ្រូនទេសភាពស្អាតកប់សេរីអ្នកនរគ្នាមើលពីលើមេឃមកស្អាតខ្លាំងខ្ញុំពងតែរៀងងាងតិចដោយសារតែខ្ញុំទើបតែឃើញ announcement ខាងក្រសួង
ខ្មែរយើងហ្នឹងប៉ុន្តែខ្ញុំភ្លេចថាក្រសួងខាងណាបាត់ហើយមិនព្រោះខ្ញុំមើលតាមវីដេអូប្រាក់រៀនថតគេហាមអត់ឲ្យហោះដ្រូនក្នុងរយៈពេល15ថ្ងៃខ្ញុំថ្ងៃនេះប្រហែលជាអត់មានប្លង់ដ្រូនផ្សេងទៀតទេក្រៅពីនៅនេះហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់មុនទៅហើយខ្ញុំថតនេះថ្ងៃទី4ប្លង់ដ្រូននៅក្នុងវីដេអូចាប់ពីនេះទៅប្លង់ដ្រូនទាំងអស់គឺខ្ញុំថតតាំងពីថ្ងៃទី28ខែ6អញ្ចឹងសូមបញ្ជាក់កុំឲ្យពេលដែលខ្ញុំចេញវីដេអូនេះទៅហើយមានអ្នកខ្លះខាងមិនបានល្មើសបំរាមរបស់គេអីអញ្ចឹងអានេះខ្ញុំប្រាប់ឲ្យដឹងមុនទៅហើយម៉ោង7:30នាទីចេញដំណើរតពីភ្លើងបែក37ទៅកោះកុងអញ្ចឹងតោះទៅមួយខ្ញុំទាំងអស់គ្នាម៉ោង8:10នាទីជី3ម៉ោងបាន200គីឡូហើយពេលជីតែឯងវាស្រួលទេជីតែឯងយើងជីលឿនបានតែពេលយើងជីមេគ្នាយើងត្រូវចាំគ្នាយើងត្រូវអីចឹងផ្លូវធ្វើឲ្យស្អាតស្រួលជីកោតសេរីហ្មងទេសភាពក៏មានផ្លូវស្អាតក៏អែមទៀតខំណែមកទេសភាពចង់ទៅរហូតហ្មងសើប្រៃភ្នំអីនោះមើលឃើញផ្លូវទៅខាងលើនោះអាឡូនោះមានផ្លូវអាផ្លូវដែលយើងជិះទៅទៀតយើងជិះទៅដល់នោះវិញញាក់សាច់ហ្មងនិយាយទៅទេសភាពខ្ជិលញ៉ៃហ្មងមើលខ្លួនឯងអត់ខ្សែអត់តណៈអត់យុស័កញស្ពីកតាបអត់សភៅទៅរៀនអក្សរឆ្លាក់ឃើញព្រោះវិចិត្រហ៊ានចេញបរៀនខ្ញុំចាំកាក់ខ្ញុំទៅដៃដកដែកបាយបាយឲ្យក្មេងដាក់ណែឥឡូវយើងមកដល់ត្រពាំងរូងហើយនិយាយទៅមុនមកដល់កោះកុងយើងឆ្លង4ស្ពានធំណាចុយមិនចឹងបើកឡានចូលមកកន្លងគេដីខ្មែរមិនដីថៃណាបើកចឹងនៅថៃមិនគេបើកកន្លងឆ្វេងឆ្លងកាត់ស្ពាន4ដើម្បីអាចមកដល់ក្រុងកោះកុងបានស្ពានទី1គឺស្ពានសារ៉េអំបិលស្ពានទី2ស្ពានដងទឹកស្ពានទី3នេះស្ពានតាពាំងរូងហើយនិងស្ពានទី4គឺស្ពានតាតៃផ្លាក់លេដមានជ័យមកដល់នេះឆ្ងាយដែរហ្នឹងអ្នកដមានជ័យមកដល់នេះឆ្ងាយដែរមកនៅណែហ៎បងអូចំត្រៃតិចកុំឲ្យកូនបោះដូចចាស់ត្រេចខ្ញុំជាអក្មេងចង់រៃកុំជក់ប្រយ័ត្នចង់រៃធ្វើបាបម៉ែប្រយ័ត្នចង់រៃបាទខ្ញុំថាប្រយ័ត្នចង់រៃជាប់តាក់ទេកិច្ចសួរគេទៅថៃខ្លួនមួយមិនបាច់មាន2 3ក៏អាចឲ្យដេកនៅនឹងដីគ្រប់គ្នាវាប្រសើរជាងអីទៅស្គាល់គុំធ្វើទៅចិត្តស្និទ្ធកុំឲ្យធម្មបានតខ្ញុំនៅអាណិតចង់ខ្លាំងជាមួយខ្ញុំទៅខ្លាំងក្នុងជីវិតត្រឹមក្មេងដេកតែមិនចាំបាច់ប្រាកពិតអូណែគេចាប់ដើមកែច្នៃធ្វើកន្លែងដាក់ថតរូបនេះលយតែវាស្អាតកប់សេរីហ្មងនៅនេះហ៎10 លើ 10សមុទ្រឈើនៅខាងកោះកុងនៅនេះហ៎កន្លែងសម្រាប់មើលសមុទ្រឈើនៅកោះកុងចុះមកដល់ចិត្តដល់កោះកុងចិត្តដល់តតៃចិត្តដល់កោះកុងនេះមេឃនៅរៀងល្ងិតមកវិញនេះខ្មៅចង់រកភ្លៀងហើយឡើងត្រជាក់ហ្មងខ្យល់មកឡើងត្រជាក់នេះមិនចេះថ្ងៃនេះចង់ស្គាល់ឲ្យច្បាស់ចង់ស្គាល់ខ្លាំងណាស់ចង់ជាប់និស័យឆាណាវេលីណាអូនរំនឹងបងចិត្តចាស់ឆាណាវេលីណានេះបងសូមធ្វើគូសាខ្ញុំ
ជីផ្លូវនេះសោកខ្ញុំនឹកឃើញអតីតកាលរបស់ខ្ញុំដែលខ្ញុំជាអាគប់ជុំវិញប្រទេសណូមែនជុំវិញប្រទេសជាអាគប់លើកដំបូងដែលខ្ញុំស្គាល់ដីកោះកុងជាអាគប់តាមថ្មដាធំហើយចូលមកកោះកុងហើយខ្ញុំឡើងចំណោទតាតៃអាគប់ខ្ញុំឡើងលេខ1ហើយមកឡើងចំណោទភ្នំតាតៃហ្នឹងមកផុតពេលហ្នឹងដូចជាចង់កន្លះម៉ោងមកឡើងផុតលេខ1មួលហ្នឹងកុំទៅ10 20ឡើងថែបន្តិចហ្នឹងមកឡើងមកផុតនិយាយទៅវេទនាសាហាវហ្មងពេលហ្នឹងហើយចំណោទខ្ពស់ណាហើយផ្លូវអាការផ្លូវចាស់យើងផ្លូវជាតិលេខ48តែផ្លូវចាស់គឺពិបាកមែនតើមកពេលហ្នឹងកន្លែងដែលទេសភាពស្អាតមួយកន្លែងទៀតនៅផ្លូវកោះកុងអូអែមសុខខ្មែរស្អាតឆុយអើយដាត់តៃស្ពានចុងក្រោយមុននឹងទៅដល់ខេត្តកោះកុងអូឈឺគូតមានទឹកតិចមួយណាហើយខំជិះមកថាចាំសម្រាប់នៅនេះថែតបាត់ហ្នឹងទឹកមិនតិចមួយអត់ស្អាតហ៎អានេះមើលទៅតភ្លៀងខ្លាំងមិនស្អាតមើលទៅអូខេទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ខេត្តកោះកុងហើយនៅក្រុងកោះកុងមកជួបប៉ូលីសមិញហ្នឹងPM ច្រឡំប៉ូលីសជួប PM មិញហ្នឹងស្វា PM មកចាប់តែព្រោះចាក់សាំង PT ខ្ញុំស្វាវាមកចាប់ខ្ញុំដែរហៅមកកាហ្វេឥឡូវក៏សម្រាប់នៅកោះកុងនេះប្រហែលកន្លះម៉ោងអីសិនតិចទៀតចេញទៅអូសោមស្ពានខ្ពស់ជាងគេហ្នឹងឈ្មោះស្ពានសន្តិភាពរិស័យជ្រុំហ្នឹងហើយចាំទៅដល់នោះចាំឈប់ថតរូបមកប៉ុស្តិ៍ដែរឥឡូវចេញពីកោះកុងទៅហើយចាំជួបគ្នាថ្ងៃក្រោយទៀតពួកម៉ាក់តាំងពីខ្ញុំធ្វើការនៅណេតនៅសៀមរាបមកហ៎ឥឡូវនេះធ្វើដំណើរចេញតទៅអូសោមទៅស្ពានសីជ្រុំផ្លូវជាតិលេខ10ហើយខ្ញុំនឹងដាក់ទេសភាពតាមផ្លូវឲ្យអ្នកទាំងអស់គ្នាបានទស្សនាអូខេទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានធ្វើដំណើរមកដល់ស្ទឹងតំណាក់ក្បូននេះម៉ោង11គត់ហ្មងរហូតបាត់ចូលតំណាក់ក្បូនថតរូបលេងបន្តិចហើយចាំបន្តដំណើរទៅទៀតព្រោះទៅម៉ោងមិន10ដែរថ្ងៃច័ន្ទស្ងាត់ឈឹងមានតែឯងហ្មងអូមានអារម្មណ៍ថាទឹកឡើងឈប់ថតរូបលេងមកប៉ុស្តិ៍សិនហើយចាំបន្តដំណើរទៅទៀតបានមកដល់មួយដងទៀតហើយស្ពានរិស័យជ្រុំខ្ញុំអើយខ្ញុំបាត់ចុះទៅក្រោមថតក្រោមម្ដងមើលឃើញគេចុះមកថតនៅនេះអូយ shit គ្រោះល្អណូផ្លូវចាស់ដល់បែកត់សេរីហ្មង
39 នាទីមកដល់អូសៅហ្មងជីឈប់រហូតដែរតាមផ្លូវអត់សម្រុកខ្លាំងប្រហែលដែរដល់ពេលអញ្ចឹងរៀងយូរទេសភាពភ្នំតំពរអ្នកទាំងអស់គ្នាភ្នំតំពរយើងហ្នឹងម៉ែស្អាតកប់សេរីហ្មងបើយើងជិះមកពីប្រម៉ោយឡើងមកមិនតិចមកដល់ហើយមានកន្លែងនេះមួយឬក៏ទៅហួសទៅមុខតិចទៀតមានមួយកន្លែងទៀតដូចគ្នាមើលឃើញទេសភាពអញ្ចឹងស្អាតដូចគ្នាត្រូវចាំថាមានរូបបងម្នាក់នៅបារម្ភបើគេធ្វើអ្វីមិនសមអូនអាចប្រាប់បងទោះដឹងថាត្រូវលូកដៃហាក់មិនទំនងក៏បងស្ម័គ្រចិត្តតែបើសិនគេហ៊ានធ្វើបាបផ្លូវកាយឬចិត្តកប់ខ្លាំងដូចកំពុងប្រើ effect dolly zoom អញ្ចឹងណាអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់ប្រម៉ោយហើយម៉ោង 1:22 នាទីជិះ3ម៉ោងនិយាយទៅដី130គីឡូណាមកខ្ញុំជិះឈប់រហូតអត់សូវចង់ជិះឲ្យវាបខំពេកព្រោះផ្លូវភ្នំហ្នឹងវាភ្នំកងកែងច្រើនពេកដល់ពេលអញ្ចឹងខ្ញុំខ្លាចម៉ូតូមានបញ្ហាអីទៅគឺខ្ញុំតែឯងសុទ្ធអញ្ចឹងវាពិបាកឥឡូវមកដល់ប្រម៉ោយចាប់ផ្ដើមទៅតទៀតភូមិដីក្រហមឃុំលងរៀបស្រុកវាវែងទៅហូបបាយនៅផ្ទះមនកោកហូបបាយហូបអីហើយសម្រាប់បន្ទាប់មកខ្ញុំបកចេញទៅពេញវិញហ្មងឥឡូវនេះគឺខ្ញុំបានមកដល់មនកោកកាហ្វេក៏ដូចជាផ្ទះស្នាក់មនកោកហូបបាយជាមួយនឹងស្ងោរឈក់សាច់មាន់មួយចានដាក់បាយយកកន្លងសិនបាយថ្ងៃម៉ោង 1:52 នាទីឯងបើអ្នកទាំងអស់គ្នាបានមកដល់ភ្នំ1500ហើយកុំភ្លេចចូលហូបកាហ្វេឬក៏ហូបភេសជ្ជៈផ្សេង favorite ខ្ញុំគឺនេះតែទឹកឃ្មុំមែនតើអ្នកទាំងអស់គ្នាអាចទៅភ្នំកាហ្វេក៏បានឬក៏មកមាន់កោកនេះក៏បានដែរឬក៏បើអ្នកទាំងអស់គ្នាចង់អង្គុយឈៀលមែនតើមើលជើងភ្នំមើលទេសភាពជើងភ្នំគឺអាចទៅមាន់កោកនៅជើងភ្នំក្រោមផ្លូវទង់អាំងបានអូស្ងោរឈក់មាន់ស្អីកប់ស្រី ឥឡូវនេះម៉ោង 3 ហើយខ្ញុំចាប់ផ្ដើមចេញពីផ្ទះមាត់គោកទៅហើយទៅដល់ពេញដឹងម៉ោងប៉ុន្មានទេសង្ឃឹមថាទៅដល់ម៉ោង 7 អីចាស់ឥឡូវដាក់ចម្រៀងស្ដាប់តាមផ្លូវតោះយើងប្រូច Mission 7 Success Let's go
ជាឈីមកមុននឹងក្តៅមែនតើបាក់ខ្សោះខ្ញុំខាត់ឈីហើយខ្សោះយ៉ាងយូរអស់ពីខ្លួនមកអញ្ចឹងឈប់សម្រាប់នេះញ៉ាំទឹកចាក់សាំងម៉ូតូឲ្យម៉ូតូត្រជាក់សិនជីមុននឹង1ម៉ោងកន្លះដី100ជាងគីឡូអត់ឈប់សោះឈប់ចាក់សាំងនៅចិនយំផ្លែតហើយចេញមកទៀតបញ្ញាប់ជីមកឲ្យដល់ផ្លូវជាតិលេខ5តន់មេឃទៅភ្លឺវាស្រួលធ្វើដំណើរបន្តអូខេទាំងអស់គ្នាឥឡូវនេះគឺខ្ញុំចេញពីក្រុងពោធិ៍សាត់បន្តដំណើរទៅភ្នំពេញហើយចម្ងាយប្រហែល200គីឡូឥឡូវនេះម៉ោង 5:17 នាទីទាំងអស់គ្នាឥឡូវមកដល់ផ្ទះហើយគីឡូសរុបជីហ្នឹង 764.8 ហើយឥឡូវដោះដង 360 ឡើងយកទៅទុកវិញចឹងចាំទៅលើតាមខ្ញុំបិទប្លុកឲ្យគ្នាវីដេអូគឺបានឈានចូលមកដល់ទីបញ្ចប់ត្រឹមនេះហើយនៃដំណើរកម្សាន្តវល់ល្ងាចផ្សងព្រេងបែបតនហន់របស់ខ្ញុំនេះក៏ដូចជាគ្នាខ្ញុំបើសិនជាអ្នកទាំងអស់គ្នាមើលទៅរៀងអត់សូវយល់ឬក៏មិនហ្នឹងគឺអាច comment នៅខាងក្រោមដើម្បីសួរខ្ញុំថែមបានក៏ប៉ុន្តែខ្ញុំសម្រាយមកវិញនៅក្នុងវីដេអូនេះគឺខ្ញុំបានជី challenge ទាំងអស់មានគ្នាខ្ញុំ5ម៉ូតូដែលទៅកោះកុងអូសោមស្ពានខ្ពស់ជាងគេហ្នឹងក្នុង1500ហើយបានបកមកពេញវិញជុំគ្នាហើយពេលដែលមកដល់ហ្នឹងគឺម៉ោង 10 យប់ក៏ប៉ុន្តែពេលដែលខ្ញុំមក copy វីដេអូ copy អីចូលកុំព្យូទ័ររបស់ខ្ញុំហើយអស់ហើយក៏ប៉ុន្តែខ្ញុំមានដំណើរកម្សាន្តផ្សេងមួយទៀតខ្ញុំមកដល់ផ្ទះវិញដូចគ្នាខ្ញុំ copy វីដេអូទាំងអស់ចូលមកក្នុងកុំព្យូទ័ររបស់ខ្ញុំក៏ប៉ុន្តែខ្ញុំច្រឡំដៃ click reset ខុសត្រាយដល់ពេលអញ្ចឹងហើយវាធ្វើឲ្យវីដេអូអាពេលដែលខ្ញុំទៅការថ្ងៃទី 28 ខែ 6 ហ្នឹងគឺវាបានបាត់ទៅទាំងអស់ទៅអញ្ចឹងហើយបានខ្ញុំម្ដងនេះគឺខ្ញុំទៅម្ដងទៀតគឺជិះតែឯងបែបហ្នឹងដើម្បីថតយកវីដេអូពី GoPro ពីកាមេរ៉ាធំនេះក៏ដូចជាពី 360 ដើម្បីយកមកបូករួមជាមួយគ្នានៅប្លង់ដ្រូនរបស់ខ្ញុំដែលខ្ញុំបានសល់ពីមុនមកហ្នឹងក៏ព្រោះតែប្លង់ដ្រូនហ្នឹងគឺខ្ញុំបានផ្ញើឲ្យបងខ្ញុំដល់ពេលអញ្ចឹងទៅបានខ្ញុំមានប្លង់ដ្រូនសល់ហ្នឹងកុំអីតែប្លង់ដ្រូនហ្នឹងក៏អត់មានសល់ដើម្បីមកបូកខួបផ្សំគ្នាដែរ Yes អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹង enjoy ជាមួយនឹងវីដេអូនេះផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើ challenge បែបវល់ល្ងាចហ្នឹងទៅខេត្តណាទៀតអាច comment នៅខាងក្រោមមកខ្ញុំនឹងគិតគូរពិចារណាក៏ដូចជាសុំ sponsor ទៅខាង Paymason Manual ដើម្បីអាចសហការធ្វើការមួយគាត់ទៀតអញ្ចឹងណាហើយខ្ញុំក៏សូមអរគុណទៅដល់ Paymason Manual ខ្លាំងមែនទែនដែលគាត់បានឧបត្ថម្ភផ្ដាច់មុខនៅក្នុងវីដេអូមួយនេះក៏ដូចជា trip មួយនេះទាំងមូលក៏ដូចជាផ្ដល់ Paymason ហើយនឹងការលាងសម្អាតម៉ូតូទៅដល់គ្នាខ្ញុំទាំង5ម៉ូតូនឹងផងដែរគឺខ្ញុំអរគុណគាត់ខ្លាំងមែនទែនហើយអ្នកទាំងអស់គ្នាកុំភ្លេចទៅគាំទ្រ Paymason Manual ផងដែលមានទីតាំងនៅក្រោយផ្លូវគិរីរម្យនៅលើផ្លូវ276អញ្ចឹងបើអ្នកទាំងអស់គ្នាចង់សាកអាចទៅសាកប្រើប្រាស់ក៏ព្រោះតែ trip វល់ល្ងាចរបស់ខ្ញុំនេះគឺខ្ញុំបានប្រើប្រាស់ជាមួយនឹង Paymason Manual ផ្ទាល់ហើយក៏ដូចជាគ្នាខ្ញុំក៏គាត់បានប្រើប្រាស់ដែរ feedback ពីពួកគាត់អីគឺខ្ញុំមានទាំងអស់ប៉ុន្តែវាបាត់ទៅជាមួយគ្នាដោយសារតែខ្ញុំ click reset ខុសត្រាយហ្នឹងសម្រាប់ពីខ្ញុំទៅវិញប្រេងគាត់ល្អប្រើបើប្រៀបធៀបជាមួយនឹងប្រេងមួយចំនួនទៀតហើយសម្រាប់កំហាប់វាវិញដំបូងគាត់ recommend ឲ្យខ្ញុំថាដាក់1050ល្អប្រើក៏ប៉ុន្តែខ្ញុំដាក់1050ដើម្បីជីកសាកហើយខ្ញុំជិះទៅភូមិទឹកស្រែឃើញថាវារៀងតឹងប៉ុន្តែពេលដែលខ្ញុំដូរមកដាក់1040វិញពេលដែលខ្ញុំជិះវល់ល្ងាចនេះគឺ the best ខ្លាំងមែនតើកប់ហ្មងម៉ូតូរត់ស្រួលវាអត់សូវលាន់ហើយវាអត់សូវក្តៅហើយក៏វាអត់សូវងាងដែរប៉ុន្តែការពេលដែលខ្ញុំដាក់1050វារៀងស្អិតដល់ពេលអញ្ចឹងទៅយើងជិះទៅវារៀងងាង Yes អញ្ចឹង detail ឲ្យខ្លះប៉ុណ្ណឹងហើយខ្ញុំក៏នឹងមានវីដេអូនិយាយពី product របស់គាត់ផងដែរហើយបើសិនជា Kilo អត់ទាន់ច្បាស់អត់ទាន់ជឿជាក់អីអាចចាំមើលវីដេអូខ្ញុំ review product របស់គាត់សិនក៏បានដែរអញ្ចឹងសម្រាប់ក្នុង trip នេះផងដែរដែលខ្ញុំសកួរ50ដុល្លារលុយដែលខ្ញុំមានហ្នឹងហើយខ្ញុំចំណាយជាក់ស្ដែងគឺអស់នៅថ្លៃសាំង28ដុល្លារ10សេនក៏ដូចជាជាមួយនឹងការញ៉ាំហើយនឹងខ្ញុំទិញត្រេនហ្នឹងអស់24ដុល្លារកន្លះអញ្ចឹងវា50រៀលជាង52ដុល្លារជាងជី700គីឡូសម្រាប់ញ៉ាំបាយផឹកបាយថ្ងៃទិញត្រេនហើយនឹងផឹកអីហ្នឹងគឺអស់50រៀលវាអត់អស់ច្រើនណាអញ្ចឹងប៉ុណ្ណឹងយើងអាចទទួលយកបាន Yes អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងរៀងវែងឆ្ងាយតិច outro នេះអញ្ចឹងអរគុណលើកចុងក្រោយជម្រាបលាយើងជួបគ្នានៅវីដេអូផ្សេងទៀតបាយបាយ